ខំដាំបានប្រហែលមួយខែឥឡូវបានផ្លែហូបហើយនិយាយទៅដល់ពេលដែលវាចេញក្តាប់វាឆាប់ធំដែរទីលឿនប្រសក់ឥឡូវបានផលហើយអានេះស្នាដៃដាំខ្លួនឯងហូបខ្លួនឯងអត់មានប្រើជីអីទេឲ្យធំលឿនណាឥឡូវក្តាប់តមកទៀតហើយអានេះហ្នឹងគឺចុចជាមួយប្រហុក